បន្ទាប់ពីយ៉ាស៊ីនបានបដូរពេលទេពនៅក្នុងទឹក4ដោយលោកគ្រូពេជ្រសុផាន់សម្រាប់ចិត្តឲ្យពេលទេពឈប់នៅក្នុងទឹក4មកឥឡូវនេះឃើញថាបងប្អូនគាត់ចាប់ដើមគប់កងយ៉ាស៊ីនជាមួយនឹងហាន់2បើនិយាយទៅយ៉ាស៊ីនមកប្រកួតជាមួយនឹងពេលទេពនេះឃើញថាល្អប្លែកហ្មងល្អប្លែកហើយក្បាច់ពេលទេពដែលវាយជាមួយនឹងយ៉ាស៊ីននេះក៏ប្លែកដែរខ្ញុំគិតថាដោយសារការប្រកួតរបស់ពេជ្រសម្បត្តិបានធ្វើឲ្យពេលទេពបដូរទម្រង់វាយព្រោះយើងគិតថាពេជ្រសម្បត្តិអាចនឹងងាយស្រួលជាមួយនឹងហ៊ុនម៉ាញ់ហុងតែបែរជាទប់គ្នាទៅវាយគ្នាទៅវាយគ្នាមក5ទឹកពេញអញ្ចឹងធ្វើឲ្យកាយក្បាច់របស់ពេលទេពនេះអាចនឹងបដូរភ្លាមព្រួយបើសិនជាពេជ្រសម្បត្តិគាត់អាចបដូរធំមីហុងឲ្យសន្លប់នៅក្នុងទឹកណាមួយពេលទេពគាត់អាចនឹងវាយស្វាយដើម្បីយកឈ្នះបន្ទុកដែរតែដោយសារពេជ្រសម្បត្តិមួយធំមីហុងនេះគឺពេជ្រសម្បត្តិធ្វើឲ្យធំមីហុងអត់បានទេតាមទឹកនេះបើនិយាយទៅបុកគ្នាល្អមើលណាអញ្ចឹងហើយធ្វើពេលទេពនេះគឺគាត់បុកដាច់ដើម្បីឲ្យសន្លប់នៅក្នុងទឹក1ទឹក2ទឹក3ណាទឹកណាក៏ដោយឲ្យតែដើមទឹកព្រោះគាត់ល្អតែដើមទឹកទេល្អតែដើមទឹក1ទឹក2ទឹក3ហ្នឹងទេអញ្ចឹងហើយធ្វើឲ្យទម្រង់គាត់វាយយ៉ាងប្លែកចូលដល់ទឹក3ទឹក4គាត់រៀងអស់ហើយអញ្ចឹងធ្វើឲ្យយ៉ាស៊ីននេះគឺបុកជង្គង់ណែនធ្វើឲ្យពេលទេពសឹងសន្លប់ឈរឲ្យទឹក4ហើយក៏លោកគ្រូពេជ្រសុផាន់គាត់សម្រេចចិត្តឲ្យពេលទេពសន្លប់ទឹក4បើនិយាយទៅបន្ទាប់ពីពេលទេពគាត់សន្លប់នៅក្នុងទឹក4មកគឺបងប្អូនកងជាមួយហាន់2សម្រាប់ខ្ញុំគូនេះបប៉ះគ្នាល្អមើលហើយក៏ឃើញបងមនីគាត់បាននិយាយថាគូនេះគាត់បានចរចាហើយសម្រាប់ហាន់2ជាមួយយ៉ាស៊ីនណាពីនេះប៉ះគ្នាល្អមើលបងប្អូនខ្ញុំគិតថាហាន់2នេះជាកីឡាករប្រភេទកីឡាករក្បាច់ខុសពីពេលទេពជាកីឡាករល្អដៃល្អមួយច្រកអញ្ចឹងហើយចូលតង់ឲ្យយ៉ាស៊ីនវាយរីឯហាន់2នេះជាកីឡាករក្បាច់អញ្ចឹងខ្ញុំគិតថាយ៉ាស៊ីនចូលក៏ចូលតឹងដែរហើយណាមួយហាន់2ក៏ធ្លាប់ឈ្នះពេលទេពដល់ទៅ2ដងដែរហើយហាន់2នេះជាកីឡាករប្រភេទក្បាច់ស្ទៀងហឹមកំរៀងដែលធ្លាប់ឈ្នះយ៉ាស៊ីនដល់ទៅ3ដងអញ្ចឹងហើយគូនេះបើបានប៉ះគ្នាមែនខ្ញុំធានាថាល្អមើលតែគាត់ថាចាញ់ឈ្នះអានឹងជាកីឡាទេតែខ្ញុំជឿជាក់ថាបងប្អូននឹងគិតថាហាន់2ក៏មិនមែនជាដៃគូបាច់យ៉ាស៊ីនដែរតែបើសម្រាប់ខ្ញុំគូនេះខ្ញុំធានាឲ្យ50-50ប៉ះមកធានាថាល្អមើលហើយខ្ញុំគិតថាយ៉ាស៊ីននឹងពិបាកព្រោះគីឡូ57នេះគឺហាន់2យើងនឹងស្រាប់ហើយប្រកួតចុងក្រោយនេះគឺចាញ់តាមកប្រកួតគាត់ទេមករយៈក្រោយនេះអញ្ចឹងហើយខ្ញុំគិតថាហាន់2នេះក៏ជាកីឡាករលំដាប់ប្រភេទគីឡូ57ដែរបើនិយាយទៅប្រភេទគីឡូ57នៅមានច្រើនដែលត្រូវប៉ះយ៉ាស៊ីនព្រោះយ៉ាស៊ីនទើបឡើងមកគីឡូ57ដូចជាវាយ4ប្រកួតទាំងហ្នឹងបង4ប្រកួតតែគាត់អត់ទាន់ចាញ់ទេប្រកួតដំបូងគាត់ឈ្នះសុភាពរ៉ូម៉ាលីប្រកួតទី2គាត់ឈ្នះកីឡាករបរទេសប្រកួតទី3គាត់ឈ្នះខេបឆាន់ហើយប្រកួតទី4នេះគឺគាត់បដូរពេលទេពឲ្យលោកគ្រូពេជ្រសុផាន់ប្រជុំក្នុងទឹក4ហ្នឹងឯងលោកគ្រូពេជ្រសុផាន់គឺជាគ្រូរបស់ពេលទេពអញ្ញាកតាគាត់ជាតែប្រជុំទេតែគាត់ថាលោកគ្រូពេជ្រសុផាន់ជាតែសម្រាប់ចាត់អីចឹងទៅបើនិយាយទៅឃើញថាយ៉ាស៊ីនមកប្រកួតដែលប៉ះជាមួយពេលទេពនេះគាត់ល្អប្លែកមែនបងល្អប្លែកខ្ញុំគិតថាយ៉ាស៊ីនដោយសារការសម្រក់គីឡូរបស់គាត់មកប្រកួតនេះគាត់វាយគីឡូ57គឺគាត់សម្រក់គីឡូរបៀបថាសបាយបើគាត់ធ្វើឲ្យកម្លាំងគាត់ពេញល្អអញ្ចឹងហើយធ្វើឲ្យគាត់និយាយទៅសឹងថាអាវុធគ្រប់គ្រងចេញចូលលឿនឲ្យធ្ងន់ប្លែកពីការប៉ះបុនសុធាដល់តែ3ដងនិយាយទៅយ៉ាស៊ីនធ្លាប់ប៉ះឈ្នះបុនសុធាដល់តែ3ដងបងតែឈ្នះបុនសុធានោះការគីឡូ54និយាយពីតឹងតែខ្ញុំគិតថាការហ្នឹងដោយសារគាត់សម្រក់គីឡូច្រើនតែដល់គាត់ប៉ះពេលទេពគីឡូ57នេះខ្ញុំគិតថាគាត់សម្រក់គីឡូបែបសបាយអញ្ចឹងទៅធ្វើឲ្យគាត់កម្លាំងពេញហ្នឹងបងកម្លាំងពេញហើយអាវុធគាត់ចេញចូលលឿនស្រាប់ហើយកម្លាំងគាត់ពេញធ្វើឲ្យអាវុធគាត់ធ្ងន់អញ្ចឹងហើយធ្វើឲ្យពេលទេពនេះគឺមិនជាដៃគូរបស់គាត់ទេតែបើប៉ះហាន់2ខ្ញុំជឿជាក់ថានឹងតឹងជាងប៉ះពេលទេពអញ្ចឹងខ្ញុំគិតថាគូនេះបើប៉ះគ្នាមែនដឹងតែប្រអើបងមានតែប៉ុណ្្នឹងអរគុណច្រើន